រឿងព្រះសង្ឃនិងបិសាចកាលពីព្រេងនាយមានព្រះសង្ឃមួយអង្គគង់នៅវត្តមួយជិតព្រៃស្ងាត់ព្រះអង្គជាព្រះសង្ឃមានសីលធម៌ខ្ពស់សមាធិមាំមួនមេត្តាករុណាចំពោះសត្វលោកទាំងអស់មិនថាមនុស្សឬអមនុស្សឡើយថ្ងៃមួយព្រះសង្ឃអង្គនោះត្រូវធ្វើដំណើរឆ្លងកាត់ព្រៃធំដើម្បីទៅផ្សាយធម៌នៅភូមិឆ្ងាយព្រៃនោះគេតែងនិយាយថាមានបិសាចសាហាវរស់នៅដែលចូលចិត្តបំភ័យនិងសម្លាប់អ្នកដំណើរនៅពេលថ្ងៃលិចព្រះសង្ឃបានដើរមកដល់កណ្ដាលព្រៃហើយសម្រេចចិត្តស្នាក់សម្រាកក្រោមដើមឈើធំមួយពេលយប់ជ្រៅស្រាប់តែមានបិសាចមួយចេញមកដោយរាងកាយធំសំឡេងកហឹមនិងនិយាយថាព្រះសង្ឃអ្នកមកទីនេះគឺជាអាហាររបស់ខ្ញុំហើយព្រះសង្ឃមិនភ័យខ្លាចឡើយទ្រង់អង្គុយស្ងៀមធ្វើសមាធិហើយនិយាយដោយសំឡេងទន់ភ្លន់ថាអត់ធ្មត់និងមេត្តាគឺជាផ្លូវនាំទៅកាន់សុខបើអ្នកមានទុក្ខឬកំហឹងសូមបោះបង់វាចោលចុះបិសាចសោយចំអកហើយហ៊ានវាយព្រះសង្ឃប៉ុន្តែភ្លាមនោះវាមិនអាចខិតជិតព្រះសង្ឃបានឡើយដោយសារថាមពលសិលធម៌និងចិត្តស្អាតរបស់ព្រះសង្ឃបិសាចមានការភ្ញាក់ផ្អើលហើយសួរថាហេតុអ្វីបានជាខ្ញុំមិនអាចប៉ះអ្នកបានព្រះសង្ឃបញ្យល់ថាអ្នកពោរពេញទៅដោយកំហឹងនិងអាក្រក់ចិត្តអ្នកដូចភ្លើងដុតខ្លួនឯងបើអ្នកចេះមេត្តានិងបោះបង់អំពើអាក្រក់អ្នកនឹងបានសុខដូចគេដែរស្ដាប់ដូច្នោះបិសាចនឹកឃើញអំពើអាក្រក់ដែលខ្លួនធ្លាប់ធ្វើហើយចិត្តចាប់ផ្ដើមទន់ភ្លន់វាក្រាបសុំទោសព្រះសង្ឃនិងសន្យាថានឹងឈប់បំភ័យមនុស្សពីថ្ងៃនោះមកបិសាចបានកែខ្លួនមិនធ្វើអំពើអាក្រក់ទៀតឡើយហើយព្រៃនោះក៏ក្លាយជាកន្លែងស្ងប់សុខព្រះសង្ឃបន្តដំណើរផ្សាយធម៌ដោយទុកមេរៀនដ៏មានតម្លៃសម្រាប់សត្វលោកថាមេត្តាអត់ធ្មត់និងសីលធម៌អាចយកឈ្នះអំពើអាក្រក់និងកំហឹងបាន